បាទសួស្តីថ្ងៃនេះខ្ញុំធ្វើការបង្ហាញអ្នកទាំងអស់គ្នាអំពីការប្រើប្រាស់ app មួយដែលយើងអាចដាក់ក្នុងទូរស័ព្ទដៃបានដើម្បីធ្វើការគេថាគ្រប់គ្រងទិន្នន័យទឹកជាជ័រនិងតម្លៃថវិកាក្នុងមួយខែនិងយើងអាចនិយាយចំយើងអាចគណនាប្រាក់ចំណេញប្រាក់ចំណូលប្រាក់ចំណាយទាំងអស់បានថាក្នុងមួយខែយើងទទួលបានទឹកជាជ័ររបស់កៅស៊ូហ្នឹងបានប្រមាណគីឡូហើយនឹងថវិកាដែលលក់នៅក្នុងទឹកជ័រនីមួយៗតាមថ្ងៃហ្នឹងបានប្រមាណហើយយើងនឹងបូកទិន្នន័យទាំងអស់ហ្នឹងក្នុងប្រចាំខែទៀតអាចដឹងទិន្នន័យក្នុងប្រចាំឆ្នាំទៅទៀតបាទអញ្ចឹងកុំឲ្យយូរខ្ញុំធ្វើការបង្ហាញនៅក្នុង app តែម្ដងទៅចំពោះ app នេះយើងអាចប្រើប្រាស់បាននៅក្នុងទូរស័ព្ទដៃបានដោយសារ app នេះខ្ញុំបានធ្វើការតម្លើងវានៅក្នុងកុំព្យូទ័រឥឡូវយើងបើកនៅក្នុងកុំព្យូទ័រសិន app នេះផងដែរយើងអាចប្រើបាននៅក្នុងទូរស័ព្ទដៃបាទអញ្ចឹងយើងនឹងចូល app នេះ app ទាំងអស់នេះគឺខ្ញុំជាអ្នកធ្វើយើងអាចធ្វើគ្រប់គ្រងទិន្នន័យផ្សេងបញ្ជីវត្តមានសិស្សឬក៏ចំណូលចំណាយប្រចាំថ្ងៃផ្សេងទៀតបានទាំងអស់ឥឡូវយើងនិយាយអំពីការ control ទៅលើទឹកជីជ័រវិញណា rubber control អានេះជាកម្មវិធីដែលយើងតម្លើងនៅក្នុង Google បើសិនមកក្នុងទូរស័ព្ទដៃយើងអត់ឃើញ style របៀបនេះទេនេះគឺជា code អីទាំងអស់ដែលយើងចងនៅក្នុងកុំព្យូទ័រដើម្បីឲ្យប្រើប្រាស់បាននៅក្នុងទូរស័ព្ទដៃឬ tablet អញ្ចឹងណាអញ្ចឹងឥឡូវខ្ញុំបើកជាលក្ខណៈ desktop តែម្ដងទៅការដាក់កម្ពស់ការដើរលឿនឬយឺតនេះអាស្រ័យទៅលើអ៊ីនធឺណិតអញ្ចឹងទាំងអស់ហ្នឹងគឺយើងអាស្រ័យលើអ៊ីនធឺណិតដើម្បីយើងបញ្ចូលទិន្នន័យបានតើតើប្រើប្រាស់អ៊ីនធឺណិតដែរបើសិនបើយើងអាចគ្រប់គ្រងនិងស្គាល់របៀបនៃការប្រើប្រាស់ app នេះបានហើយពិតជាងាយស្រួលមែនទែនសម្រាប់អ្នកដែលគាត់ត្រួតពិនិត្យទឹកជាជ័រឬក៏កម្មករនីមួយៗយើងអាចប្រៀបធៀបគ្នាបានទៀតឧទាហរណ៍កម្មកររបស់យើងមាន6នាក់យើងអាចប្រៀបធៀបថាតើកម្មករមួយណាដែលគាត់ជាជ័របានច្រើនជាងគេនៅក្នុងខែហ្នឹងអញ្ចឹងនេះជាការលើកទឹកចិត្តមួយផ្សេងទៀតបើសិនបើមានកម្មករណាដែលអាចជាជ័របានច្រើនជាប្រចាំខែយើងអាចមានជាថវិកាឬណាមួយសម្រាប់លើកទឹកចិត្តគាត់ក៏បានដែរនេះគឺជាទិន្នន័យដែលយើងអាចវិភាគបានអញ្ចឹងណាបើសិនបើយើងមិនមាន app ហ្នឹងទេយើងអាច control ចឹងបានទេអញ្ចឹងនៅក្នុងនេះក្នុងទូរស័ព្ទក៏ឃើញចេញមកផ្ទាំងរបៀបនេះដែរជាផ្ទាំងដំបូងលើទូរស័ព្ទដៃយើងមិនថាកុំព្យូទ័រ tablet អីគឺចេញអញ្ចឹងមានចំណូលនិងចំណាយណានៅកន្លែងនេះចំការកៅស៊ូមួយថា home ចុចកន្លែងហ្នឹងមកទំព័រដើមវិញហើយឧទាហរណ៍ខ្ញុំចូលអានេះហើយខ្ញុំចុចចំការកៅស៊ូហ្នឹងទៅវាមកទំព័រដើមវិញនៅកន្លែង tray 3នេះយើងអាចចុចបានទៀតអញ្ចឹងនៅកន្លែង tray 3នេះយើងមានចែកឈ្មោះកម្មករទិន្នន័យទឹកជ័រនិងចំណាយទៀតអញ្ចឹងយើងចង់ដឹងថាឈ្មោះកម្មករណាខ្លះយើងមាននៅក្នុងហ្នឹងដោយសារអានេះខ្ញុំប្រហែលជាខ្ញុំបង្កើតហើយកម្មករខ្លះហើយនៅនេះ2 4 6នាក់អញ្ចឹងនេះជាការតេស្តទេខ្ញុំបានដាក់កម្មករមានរូបថតមានលេខទូរស័ព្ទមានឈ្មោះរបស់គាត់ហើយ6នាក់ហ្នឹងដែលគាត់ជាជ័រឲ្យយើងឧទាហរណ៍ណាអញ្ចឹងបើសិនមកមានកម្មករថែមម្នាក់ទៀតយើងអាចបូកកន្លែងនេះមួយទៀតបានណាដាក់ឈ្មោះគាត់ដាក់លេខទូរស័ព្ទហើយថតរូបថតគាត់មកណាវានឹង load មករបៀបនេះដូចគ្នាអូខេអញ្ចឹងកម្មករដែលជាជ័រឲ្យយើងនឹងមាន6នាក់ហ្នឹងមិនថាយើងបង្កើតកម្មករឲ្យអស់ហើយណាអញ្ចឹងយើងចាប់ផ្ដើមគាត់ចាប់ផ្ដើមជាជ័រឲ្យយើងក្នុងមួយថ្ងៃឧទាហរណ៍ណាអញ្ចឹងមានម្នាក់នឹងគាត់យកទឹកជ័រឲ្យមកយើងអញ្ចឹងយើងដើម្បីយើងកត់ថាម្នាក់ណាបានទឹកជ័រប៉ុន្មានអញ្ចឹងយើងចូល home នេះសិនចំការកាស៊ីនេះសិនយើងមកតំព័រដើមសិនណាឃើញចំណូលចំណាយអញ្ចឹងយើងយកចំណូលចំណាយមានថាអ្វីដែលយើងចាយទេចាយអីផ្សេងទិញអីផ្សេងទេអញ្ចឹងយើងអត់តដាក់ទេយើងយកចំណូលសិនចំណូលពីជ័រកៅស៊ូអញ្ចឹងយើងចុចទៅលើចំណូលកន្លែងនេះវាចេញផ្ទាំងចេះដោយសារខ្ញុំបញ្ចូលហើយអញ្ចឹងណាទិន្នន័យហ្នឹងណាអញ្ចឹងបើសិនបើអត់ទាន់មានទេគឺកន្លែងនេះគឺ0ទាំងអស់នេះអត់មានពណ៌អីទាំងអស់ហ្នឹងទេគឺ0តែម្ដងក្នុងចំណុចនេះប្រហែលជាអត់អាចលុបបានប្រហែលជាអត់បានលុបបានទេណាចំណុចនេះលុបអត់បានទេ
ចឹងលើខ្ញុំទីហោយើងបើយើងបលែងអស់មានថាវា0ហ្មងកុំឲ្យមានទាំងអស់យើងអ្នកបង្កើតខ្លួនឯងវិញចឹងខ្ញុំសូមលុប data ហ្នឹងសិនលុបទិន្នន័យហ្នឹងសិនរាល់ទិន្នន័យទាំងអស់វានឹងទំនាក់ទំនងទៅជាមួយនឹង Google Drive របស់យើងហើយអញ្ចឹងវាថាយើង app ហ្នឹងប្រើទៅបញ្ចូលទិន្នន័យទៅវានឹងរត់ចូលនៅក្នុង Drive របស់យើងហើយវាអត់បាត់ទិន្នន័យ data ហ្នឹងណាអត់បាត់ទិន្នន័យហ្នឹងទេនេះនៅក្នុងនេះទាំងអស់ចំណូលចំណាយនេះគេលើខ្ញុំមួយចំណូលទឹកជីចូលរបស់យើងនេះចំណូលថ្ងៃទីប៉ុណ្នេះអញ្ចឹងទៅណាជាមួយចំនួនជីចូលនេះទាំងអស់នេះមួយថ្ងៃនេះគាត់ជីចូលបានម្ដងអញ្ចឹងខ្ញុំលុបចោលទាំងអស់សិនហើយលុបទៀត refresh មួយហើយយើងទៅមើលទំព័រrefresh វិញ0អញ្ចឹងមានថាយើងមកទំព័រដើមទៀតចំណូលរបស់យើងអត់មានទេមើលមានថាថ្មីតែម្ដងមានថាយើងលើយើងចាប់ផ្ដើមចាប់ពីថ្ងៃទី1នៃខែដើមខែអូខេអញ្ចឹងចំណូលរបស់យើងឧទាហរណ៍ថ្ងៃនេះថ្ងៃហ្នឹងគឺជាថ្ងៃទី5ខែ6អញ្ចឹងថ្ងៃ5ខែ6កម្មករចាប់ផ្ដើមទៅជីជ័រហើយគាត់ជីជ័រចាប់ផ្ដើមល្ងាចគាត់ចាប់ផ្ដើមសារជ័រឧទាហរណ៍ចឹងណាម្នាក់អញ្ចឹងកម្មករដែលយើងមានក្នុងដៃហ្នឹងគឺ6នាក់នេះហើយនេះ6នាក់ហ្នឹងអញ្ចឹងគាត់ចាប់ផ្ដើមយួរធុងគាត់មកម្នាក់មួយឲ្យយើងកត់ថ្លឹងម្នាក់ណាបានម្នាក់បានណាអញ្ចឹងណាអញ្ចឹងឥឡូវយើងចូលកន្លែងនេះចំណូលហើយយើងចាប់ផ្ដើមចុចសញ្ញាបូកមានថាឥឡូវគាត់យកទឹកជ័រមកណាយើងបូកថ្ងៃហ្នឹងហ្មងចាំមើលថ្ងៃហ្នឹងគឺជាថ្ងៃដែលយើងត្រូវកត់ចូលហើយថាទឹកជ័រប៉ុន្មាននេះនេះជាថ្ងៃខែទទួលទឹកជ័រនេះឃើញទេខែ6ថ្ងៃទី5ឆ្នាំ2025នៅអា2នេះខាងក្រោមនេះមានថាជាតម្លៃទឹកជ័រថ្ងៃហ្នឹងទៀតធម្មតាឥឡូវហ្នឹងយើងមានថាយើងលក់ជ័រមួយថ្ងៃយើងលក់ចេញហ្មងយើងអត់មានទុកទៀតទេយើងលក់ចេញឧទាហរណ៍វាតម្លៃឡើយនេះអត់ថេទេអញ្ចឹងបើថ្ងៃហ្នឹងអាចទឹកជ័រឧទាហរណ៍2500ឬក៏2800អញ្ចឹងយើងដឹងតម្លៃជាជ័រទឹកជ័រហ្នឹងហើយតម្លៃហាងឆេងហ្នឹងថាថ្ងៃទី5នេះតម្លៃទឹកជ័រ1គីឡូ2800អញ្ចឹងយើងដាក់ឲ្យមកបើយើងដឹងតម្លៃហ្នឹងហើយអញ្ចឹងពេលដែលកម្មករគាត់ជាជ័រគាត់ចាក់មកយើងលក់ហើយលក់តែម្ដងអញ្ចឹងចំនួនសរុបទឹកជ័រពេលលក់នេះកន្លែងនេះយើងអត់ទាន់ដាក់ទេសុំคลิปកន្លែងហ្នឹងសិនសុំរក្សាទុកសិនដោយសារអីចាំពេលគេមកថ្លឹងឧទាហរណ៍យើងលក់ឲ្យគេណាអានេះមានថាជ័រពិតប្រាកដទឹកជ័រពិតប្រាកដពេលខ្លះកម្មករយើងយកមកយើងបូកសរុបទៅឃើញឧទាហរណ៍ណាឃើញ1តោនដល់ពេលយើងចាប់ផ្ដើមថ្លឹងលក់ទៅជាឃើញ900គីឡូអញ្ចឹងវាបាត់100គីឡូហើយហ្នឹងណាអញ្ចឹងកន្លែងនេះសរុបចំនួនទឹកជ័រពេលលក់ចាំមានថាពេលលក់ឃើញប៉ុន្មានចាំដាក់អញ្ចឹងមានថាយើងអត់ទាន់ដឹងឯហ្នឹងណាអញ្ចឹងយើង skip ចោលមានថារឿងរំលងចោលសិនយើងដឹងតែថាថ្ងៃនេះថ្ងៃទី5ហើយទឹកជ័រតម្លៃវា2300អញ្ចឹងយើង save សិនមកលេខនេះគេ save សិនវានឹងចេញបែបនេះនេះតម្លៃទឹកជ័រក្នុងថ្ងៃនេះនេះ2300ហើយនេះលេខ6នេះមានថាខែ6ខែ6ហើយ ARO នេះគឺជាតម្លៃសរុបទឹកជ័រក្នុងថ្ងៃហ្នឹងអូខេអញ្ចឹងឥឡូវយើងបង្កើតបានមួយថ្ងៃហើយយើងបង្កើតចឹងសិនតមកបុគ្គលិកយើង6នាក់ហ្នឹងគាត់យកជ័រមកហើយអញ្ចឹងយើងត្រូវកត់ចូលតើយើងកត់ចូលកន្លែងណាយើងចូលក្នុងថ្ងៃហ្នឹងប៉ុន្តែយកកន្លែងនេះចំនួនទឹកជ័រថ្ងៃមួយក្នុងមួយថ្ងៃអានេះអញ្ចឹងយើងចុចលើអាហ្នឹងមកប៉ក់វានឹងលោតបែបនេះចេញផ្ទាំងបែបនេះមានថាបុគ្គលិកមួយណាបានប៉ុន្មានគីឡូអញ្ចឹងយើង add មួយនេះឃើញតែ add ទេ add កន្លែងហ្នឹងអញ្ចឹងបុគ្គលិកមួយណាយើង add មកនេះចេញឈ្មោះកម្មករយើងមាន6នាក់ហ្នឹងដែលយើងបង្កើតហ្នឹងមើលមុខគាត់ទៅឧទាហរណ៍លើពូឡាចុចលើពូឡាមួយអញ្ចឹងពូឡាគាត់សារជ័រឲ្យបានប៉ុន្មានឧទាហរណ៍100គីឡូយើងដាក់100គីឡូមកហើយយើង save មួយនេះ save នេះមានរក្សាទុកអូខេអញ្ចឹងឃើញទេជីជ័រយើងនេះក្នុងថ្ងៃទី6ខែ5នេះទទួលបានពូឡា100គីឡូហើយជ័រអញ្ចឹងនៅ5នាក់ទៀតយកមកទៀតយើង add ទៀតមកឈ្មោះចូលដល់ទី2នីតាចូលនីតាបាន110នេះនីតាលើស10ហើយនីតាបាន110អញ្ចឹង save ទៀតចប់2ហើយ4នាក់ទៀតទៀតមកចូលដល់តាលីតាលីយ៉ាងទៅតាលីទៅជាបាន115គីឡូទៀតអញ្ចឹងទៅ save ទៀតអញ្ចឹងក្នុងចន្លោះកន្លែងនេះ
កន្លែង add នេះមានថាយើង add ក្នុងមួយថ្ងៃហ្នឹង6នាក់ហ្នឹង add ក្នុងមួយថ្ងៃហ្នឹង6នាក់ហ្នឹងអញ្ចឹងខ្ញុំ add ទៀតចូលដល់ add ទី4នេះឈ្មោះគាត់មីហានេះជាដាក់ទៅ170គីឡូអីអាចច្រើនជាងគេអញ្ចឹងណា save ទៀតនៅ2នាក់ទៀត add ទៀតមានថា6នាក់ហ្នឹងគាត់មកប៉ុន្មានគឺយើង add ទាំងអស់ចាប់ផ្ដើមថ្លឹងជីងឃើញប៉ុន្មានយើងដាក់គាត់ឈ្មោះគាត់ទៅដាក់គីឡូគាត់ទៅនេះគីឡូប៉ុន្មានហ៎160អីចឹងទៅចូលដល់ចុងក្រោយគេ add ទៀតមកឈ្មោះអាលីននិយាយថ្ងៃនេះ200គីឡូច្រើនជាងគេអញ្ចឹងអញ្ចឹងនេះក្នុងថ្ងៃទី5ខែ6ហ្នឹងបុគ្គលិកយើង6នាក់ហ្នឹងគឺបានយកជ័រមកយើងហើយទាំងអស់នេះហើយទិន្នន័យបាននៅក្នុងដៃហើយយើងមិនបាច់កត់ក្នុងសភៅទៀតខ្លាចបាត់ឬក៏កដោស៊ីឬក៏ត្រូវទឹកអីដាច់បាត់អត់ទេគឺវាជាប់ហើយនេះក្នុងនេះហើយវានឹងសរុប total ទាំងអស់ទឹកជ័រនីមួយបូកចូលគ្នា6នាក់ហ្នឹងបូកចូលគ្នាទៅឃើញនេះនៅលើពណ៌កាឈូកនេះ855គីឡូចឹងថាមានន័យថាក្នុងថ្ងៃទី5ហ្នឹងទឹកជ័របាន855គីឡូហើយឆ្ងល់កន្លែងនេះមិនដកហ៎កន្លែងនេះវាយើងអានអក្សរខ្មែរទៅចំនួនទឹកជ័រដែលបាត់ចឹងមានថាដោយសារយើងដំបងដែលយើងបញ្ចូលដំបងហ្នឹងយើងអត់ទាន់ដាក់ជ័រដែលយើងលក់ពេលលក់ទេយើងអត់ទាន់បានដាក់ទេចឹងពេលដែលយើងលក់ដាក់ទៅវានឹងឃើញហើយវានឹងដកហើយដកអាពេលលក់ហើយដកអាពេលយើងថ្លឹងទៅមើលវាបាត់ប៉ុន្មានគីឡូចឹងណាជាមួយខ្ញុំសាឥឡូវហើយយើងបែកមកនេះសញ្ញាព្រួយនេះក៏បានឬហូមក៏បានបើហូមទៅទំព័រដើមហ្មងហូមចេញចេះហ្មងចឹងណាបើសិនបើយើងបែកមកតង់និយាយមកចេញមកចេះវិញចឹងនេះចំនួនដែលយើងបង្កើតដំបូងថ្ងៃទី5ទឹកតម្លៃជ័រ2300ឃើញទេវាអត់តាន់គុណតម្លៃនេះឲ្យនេះតម្លៃសរុបទឹកជ័រក្នុងមួយថ្ងៃចំនួននេះឃើញទេវាអត់តាន់គុណឲ្យយើងទេដោយសារអីទី1ដោយសារយើងអត់តាន់ដាក់ទឹកជ័រពិតប្រាកដពេលលក់ណាចឹងពេលដែលយើងដាក់ចំនួនទឹកជ័រពេលពិតប្រាកដនៅពេលលក់វានឹងគុណនឹងតម្លៃ2300នេះឲ្យឃើញតម្លៃនេះហើយខ្ញុំមកដាក់គុណនឹងនេះទេដោយសារយើងថ្លឹងមួយកម្មករឃើញ855មែនប៉ុន្តែពេលឈ្មួញគេមកទិញយើងទៅជាថ្លឹងទៅបាត់5គីឡូ20គីឡូ10គីឡូអញ្ចឹងណាកន្លែងនេះអញ្ចឹងមិនយើងអត់ដាក់គុណទេខ្លាចខុសអញ្ចឹងខ្ញុំយកលេខចំនួនជាក់ស្ដែងពេលចុងក្រោយហ្មងពេលលក់ហ្មងណាអូខេអញ្ចឹងអានឹងចប់មួយថ្ងៃឧទាហរណ៍យើងប្រម៉ូទិន្នន័យចំនួនទឹកជ័រហ្នឹងពីកម្មករយើងរួចរាល់ហើយអស់ហើយអញ្ចឹងចាប់ផ្ដើមឈ្មួញមកទិញវាយើងឈ្មួញមកទិញវាយើងថាគាត់មកទិញហើយចាប់ផ្ដើមថ្លឹងណាដល់ពេលថ្លឹងទៅឃើញជ័រពិតប្រាកដអញ្ចឹងយើងចង់ធ្វើម៉េចដើម្បីដាក់ទឹកជ័រនឹងចូលបានអញ្ចឹងយើង select លើវាមកជួរនឹង select មួយណាក៏បានដែរ select លើ5 3នេះក៏បានដែរ855ក៏បានចុចលើវាប៉វានឹងចេញទៅពណ៌នេះដើមវិញឡើយនេះឃើញទេកន្លែងយើងបញ្ចូលទិន្នន័យហ្នឹងហើយយើងយកកន្លែងនេះហូបមនុស្សនេះ edit ចំនួននេះចូលឡើងនឹងមកដើម្បីយើងដាក់ចំនួនទឹកជ័រប្រកបចុចលើវាមួយប៉នេះវាចូលដល់ឡើងដើមវិញអញ្ចឹងកន្លែង2300នេះយើងចាប់ផ្ដើមឃើញហើយពេលដែលឈ្មោះមកទិញយើងទៅឃើញទឹកជ័រពិតប្រាកដ800គីឡូហេចុចដល់យ៉ាងមកហើយ save ចាំមើលវាឃើញមិនឃើញទេតម្លៃជ័រថ្ងៃហ្នឹង2300ទឹកជ័រដែលកម្មករយកមកឲ្យយើងថ្លឹងមុនលក់ហ្នឹងគឺ855ប៉ុន្តែពេលដែលឈ្មោះមកទិញយើងនេះថ្លឹងជីងទៅឃើញតែ800គីឡូអញ្ចឹងនេះចំនួនទឹកជ័រដែលបាត់គឺបាត់55គីឡូឃើញវា calculate ឲ្យបន្ទាប់មកតម្លៃទឹកជ័រក្នុងមួយថ្ងៃហ្នឹងលក់បាន2លាន240,000ឃើញទេលុយហ្នឹងបានមកពីណាបានមកពី800គីឡូនេះគុណនឹង2300នេះប៉ុន្តែដល់អីយើងដាក់ច្រឡំឧទាហរណ៍ដល់ពេលឈ្មោះមកទិញថាមិនមែន2008ទេ2009អញ្ចឹងយើងកែវាទៅឬក៏មិនមែនទេ2005អញ្ចឹងយើងចូល edit នេះកែលុយហ្នឹងមកដាក់2009ឬក៏2005មកអូខេអញ្ចឹងឧទាហរណ៍2009ឧទាហរណ៍អញ្ចឹងទៅឥឡូវនេះអា2នេះយើងអាចដាក់ពេលក្រោយក៏បានដែរដាក់ពេលដែលគេឈ្មោះមកទិញយើងចាំយើងដាក់ក៏បានដែរសួរគេដល់ពេលឈ្មោះមកទិញសួរគេថា1គីឡូបាន1គីឡូ2009អញ្ចឹងដាក់2009ដល់ពេលយើងថ្លឹងបាន100គីឡូ800គីឡូដាក់ចូលក្នុងហ្នឹងទៅហើយ save ទៅនេះវានឹងឃើញលុយឡើងមក2,320,000ទៅលុយក្នុងមួយថ្ងៃអញ្ចឹងយើង back អានេះអញ្ចឹងមើលថាមួយថ្ងៃនេះយើងចប់ហើយយើងមិនធ្វើអីវាទៀតទេមួយថ្ងៃនេះយើងដឹងបានលុយ2,320,000នឹងហើយ back
ថយក្រោយឃើញទេថយក្រោយតបមកស្អែកចុះធ្វើមិនទៀតស្អែកអានេះមានថាមួយថ្ងៃនេះចប់ហើយថ្ងៃ5ខែ6អញ្ចឹងបូកនេះមួយទៀតមកបូកមួយថ្ងៃទៀតទៅបូកមួយទៀតមកហើយយើងដាក់កន្លែងនេះថ្ងៃ6នេះគេថ្ងៃទី6ខែ6 2025ប៉ុន្តែកន្លែងនេះយើងមិនដាក់សិនក៏បានដែរតម្លៃជ័រហើយនឹងទឹកជ័រនេះក៏ដាក់ក៏បានដែរភាសាយើងអត់ដឹងអញ្ចឹងយើងសេវមកយើងបង្កើតតែថ្ងៃនេះឃើញឥឡូវថ្ងៃ6នៅលើនេះឃើញ00ទាំងអស់ដោយសារយើងអត់តាន់ទី1អត់តាន់ប្រម៉ូទឹកជ័រពីកម្មករ6អ្នកយើងនេះ6អ្នកអត់តាន់ដាក់ចូលទេហើយយើងមិនតាន់ដឹងថាទឹកជ័រពេលលក់ហ្នឹងប្រមាណទៀតហើយយើងអត់តាន់ដឹងថាតើទឹកជ័រ1គីឡូហ្នឹងតម្លៃប៉ុន្មានទៀតអញ្ចឹងទាំងអស់នេះគឺ0ទាំងអស់គេអត់តាន់មានទេអញ្ចឹងយើងcầnបង្កើតថ្ងៃចោលសិនទៅចាំមើលពេលកម្មករគាត់មកយកជ័រឲ្យយើងចាប់ផ្ដើមប្រម៉ូទឹកជ័រយើងដាក់ចំនួនទឹកជ័រនេះហើយយើងបូកមកយើងដាក់ឈ្មោះអ្នកហ្នឹងទៀតមកពូឡាថ្ងៃនេះឡើង200គីឡូឥឡូវខ្ញុំធ្វើលឿនបន្តិចទៅពូឡានីតា150ខ្ញុំអេដ6អ្នកហ្នឹងដែរណាចឹងឃើញយើងចាប់ផ្ដើម control គាត់បានហើយ control គាត់បានហើយឃើញទេក្នុងមួយថ្ងៃយើងដឹងទាំងអស់ដឹងថាគាត់នេះថ្ងៃនេះគាត់បានប៉ុន្មានថ្ងៃនោះបានប៉ុន្មានចឹងយើងលេងភ័យហើយយើងអាចប្រៀបធៀបទឹកជ័រហើយឆ្ងល់ហើយយើងអាចនឹងឆ្ងល់ថាមិនបានថ្ងៃនេះទឹកជ័រគាត់តិចមែនយើងមានហេតុមានផលបើថាភ្លៀងអីទឹកជ័រហូរអស់ហើយមិនដឹងទេបងដែរបើវានៅជាមជ្ឈុំអញ្ចឹងដដែលយើងត្រូវឆ្ងល់ហើយយើងអាចត្រូវសិក្សាបន្ថែមហើយអញ្ចឹង6អ្នកនេះ6អ្នកនេះបានអស់ហើយអញ្ចឹងសរុបទឹកជ័រហ្មងថ្ងៃនេះ1តោនជាងណាខ្ញុំមើលនេះទឹកជ័រដែលបានក៏មើលអាដកនេះដោយសារយើងអត់តដកពីអាទឹកជ័រចាក់ស្ដែងថ្ងៃនេះ1116គីឡូយើងអាចប្រៀបធៀបគ្នាបានដែរឃើញទេថ្ងៃ5តែ855ទេដល់ពេលថ្ងៃ6ឡើង1តោនជាងថាអូថ្ងៃនេះអត់ភ្លៀងទេមិនសូវមានភ្លៀងអីហូរចោលខ្លះអញ្ចឹងទៅឧទាហរណ៍ណាហើយថ្ងៃហ្នឹងអា1តោនជាងចៃដនលុយវាឡើងជ័រវាឡើងទៀតទៅឡើង3000ជាងអូខេអញ្ចឹងចាប់ផ្ដើមឈ្មោះគេមកទិញយើងហើយយើងចូលឡើងអាលី6នោះមកហើយ edit ហើយសួរម្ចាស់ហ្នឹងមើលសួរអ្នកឈ្មោះហ្នឹងមើលថ្លៃបានគាត់ថាឡើងថ្លៃហើយ32ឧទាហរណ៍ណាហើយ1តោនជាងនេះយើងថ្លឹងទៅវាអត់បាត់ច្រើនទេឧទាហរណ៍សល់1តោនអញ្ចឹងទៅនេះឃើញអញ្ចឹងយើងបាត់តែ6គីឡូឯងហេអញ្ចឹងថ្ងៃទី6នេះយើងបាត់តែ6គីឡូអូខេបាត់តិចតួចអត់សូវសុខស្មាញបាត់ច្រើនយើងត្រូវគិតដែរហេតុអីបាត់ច្រើនបែបអញ្ចឹងណាអញ្ចឹងនេះលុយដែលទទួលបាន3,550,000 2000អូខេថ្ងៃ5ថ្ងៃ6មានទិន្នន័យលេខហើយយើងចង់ដឹងថាអា2ហ្នឹងបូកចូលគ្នាប៉ុន្មានទៀតមើលហើយនេះ5លាន8សែនកាល2ថ្ងៃណាបាន5លាន8សែនហើយអញ្ចឹងពេលដែលយើងបូកអានេះវាធ្លាក់រហូតដល់មួយខែតាមថ្ងៃមួយវានឹងបូកតាមខែឲ្យយើងទៀតខែ6ហ្នឹងទទួលបានប៉ុន្មានទៀតនេះអញ្ចឹងកន្លែងនេះអញ្ចឹងកន្លែងហ្នឹងគឺចំណូលមានថាទឹកជ័រចំណាយនេះមិនអីទេហ្នឹងយើងវគ្គក្រោយទៀតយើងនឹងបង្ហាញនៅវីដេអូក្រោយទៀតបាទអរគុណបាទ